ហើយកូនស្រីស្ងួននាងម្ដាយក្រណាំងនាងអាយតាមដោយច្បាប់ស្រីក្រមួយមិនបានសំដីពាក្យទុនតិចណីឲ្យញាតចូលចិត្តមានទាំងឡាយការជាតិនេះមិនស្ដាយទុចិត្តឬការចាំជាមនុស្សស្រីដើរឬដេកជាខ្ញុំមិនបាច់បងខំមិនឡំបងភ័យទុនខ្សែមិនឲ្យដំឡាយខ្ញុំនឹងទៅមុខមិនខ្វល់ពីវ័យទុកគេនិយាយគេជាស្រីស្ដាប់សំដីត្រូវគោរពប្រៃកុំធ្វើអ្វីខុសប្រពៃណីសួរថាអ្នកណាអ្នកវិនិច្ឆ័យដាក់សម្ពាធមិនឲ្យដំឡាយគំនិតអប្រិយចិត្តតែបងភ័យអាត្មានិយមមិនបាត់សេរីបងពោលតាមច្បាប់តែហួសសម័យฉันแต่មកមុតនឹងហ៊ាននិយាយសំឡេងនឹងខ្លាំងដូចរិទ្ធកសីបញ្ចេញមកតែជាសិទ្ធិសេរីនាងជាមាសសុទ្ធដ៏មានតម្លៃមួយចំនួនទៅមួយចំនួនគេជិះជាន់ស្មារតីណត់គំនិតអាត្មានិយមប្រមូលបដងរៀងរាល់ថ្ងៃគំនិតគំនិតគេផ្លែគ្រប់រឿងអាសើបន្ទុំនោះស្រីកំណាប់កំណាច់អប្រិយតែប្រងបរបត់បំបត្តិសេរីអំណាចនៅក្នុងការគិតគំនិតពួកយើងគឺមានតម្លៃបញ្ចេញនៅអតិពលកំតិចសម្ភារដែលចំប្រឡែកគ្រប់ភាពលំអៀងខ្ញុំមិនវៀងជ្រឿងបញ្ឆេះឆន្ទៈស្ត្រីសំឡេងយើងជាអំណាចស្រែកឡើងកុំខ្លាចបដូរទំព័រថ្មីពាក្យពេចន៍ខ្ញុំជាអាវុធប្រឆាំងមើលមុតដើម្បីស្ត្រីសិតយើងជាអ្នកសម្រេចមិនឲ្យអ្នកណាមកវិនិច្ឆ័យកុំយកភ្លើងចូលផ្ទះតែគេជាអ្នកចាក់ប្រេងបង្កាត់បងរៀនកូនស្រីប្រតិបត្តិតែតាមបញ្ញត្តិតែគេអ្នកចែកដឹងទេថានាងសំខាន់សំឡេងនាងខ្លាំងមិនអាចបំលែងយើងនឹងមិនលឺសំឡេងប្រឆាំងរកការឬអាំផ្សេងហើយកូនស្រីស្ងួននាងម្ដាយក្រោកឡើងនាងអាយបញ្ចេញរៀងឆន្ទៈមកមុខនឹងហ៊ាននិយាយអូតាំងកូនគុំខ្លាចអ្វីក្លាហានហ៊ានស្ដីអ្វីដែរត្រឹមត្រូវសំឡេងនឹងខ្លាំងដូចរិទ្ធកសីហើយកូនស្រីស្ងួននាងម្ដាយក្រោកឡើងនាងអាយបញ្ចេញរៀងបញ្ចេញមកតែជាសិទ្ធិសេរីអូតាំងកូនគុំខ្លាចអ្វីក្លាហានហ៊ានស្ដីអ្វីដែរត្រឹមត្រូវនាងជាមាសសុទ្ធដ៏មានតម្លៃ